គ្នាប្រព័ន្ធឲ្យភារកិច្ចនេះមកចំពេលតែម្ដងក្នុងនាមជានិកាយលេខ1នៃពិភពលោកទាំងមូលយើងគួរតែរៀបចំឲ្យបានល្អទៅអ្នកទាំងអស់គ្នាឱកាសមកដល់ហើយឥឡូវនេះនិកាយឈីងយុនរបស់យើងមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ហើយបើក្រឡេកមើលទៅតំបន់ខាងកើតទាំងមូលក៏គ្មានកន្លែងណាអាចប្រៀបបានដែរនិកាយយើងសម្រេចចិត្តថា3ថ្ងៃទៀតនឹងបើកទ្វារទទួលសិស្សនិកាយឈីងយុននឹងបង្ហាញខ្លួនជាផ្លូវការហើយយើងនឹងមិននៅតែក្នុងជ្រុងតូចមួយនេះទេការបង្ហាញខ្លួនលើកនេះគឺដើម្បីគ្រប់គ្រងតំបន់ខាងកើតទាំងមូលពួកយើងសូមគោរពតាមបញ្ជារបស់ម្ចាស់និកាយឈីងយុនរបស់យើងនឹងឡើងទៅកាន់កំពូលភ្នំមិនខានអញសំតែត្រូវហើយដល់កម្រិតកំពូលនៃផ្កាយវិលហើយលីនយ៉ាវចាំពេលដែលកម្លាំងរបស់ខ្ញុំត្រឡប់មកវិញសិនចាំមើលថាខ្ញុំនឹងធ្វើឲ្យអញស្អាតយ៉ាងណាសិស្សច្បងនៃនិកាយលីងជើនិកាយឈីងយុននេះគឺជាជម្រើសល្អបំផុតសម្រាប់ខ្ញុំក្នុងពេលនេះនិកាយឈីងយុនខ្ញុំមកដល់ហើយយ៉ានកាយសម្ពាព្រះអាទិត្យរបស់ឯងស្ថិតនៅលេខរៀងទី9មានតែវិធីមួយគត់ដែលអាចបើកវាបានថ្ងៃនេះគ្រូនឹងជួយឲ្យឯងភ្ញាក់រលឹកឡើងមកខ្ញុំពិបាកណាស់ញ៉ាំអានឹងសិនទៅអរគុណច្រើនដែលរាងកាយនេះភ្ញាក់ឡើងយ៉ានិកាយឈីងយុនដែលជាម្ចាស់តំបន់លីងជើកំពុងបើកទទួលសិស្សថ្មីឯងត្រូវតែប្រញាប់ទៅទីនោះភ្លាមបើឯងទៅពេលនេះហើយចូលរួមជាមួយពួកគេនោះការទៅកាន់តំបន់កណ្ដាលនឹងមានសុវត្ថិភាពជាងមុនត្រូវនឹងមិនធ្វើឲ្យលោកគ្រូខកបំណងឡើយកម្លាំងគេហាក់ដូចជាធំទៅអស់ហើយសំបីតែអ្នកយាមទ្វារក៏ខ្លាំងម្ល៉េះខ្ញុំប្រាប់រឿងសម្ងាត់មួយដល់អ្នកទាំងពីរម្ចាស់និកាយដ៏អាថ៌កំបាំងនៃនិកាយជាន់ខ្ពស់នោះគឺជាមហាធិរីបុព្វបុរសទើបតែបញ្ជូនសារមក3ថ្ងៃទៀតនឹងបើកនិកាយទទួលសិស្សត្រកូលលីនយើងមានគុណបំណាច់ទើបទទួលបានរង្វាន់ជាវិជាទេវតាពីម្ចាស់និកាយប៉ុន្មានថ្ងៃនេះពួកឯងត្រូវវឹកហាត់វិជាទេវតានេះឲ្យខ្លាំងក្លាការប្រឡងលើកនេះត្រូវតែចាប់យកឱកាសឲ្យបានខ្ញុំខ្លាចជាមហាធិរីតាំងពីពេលណាទៅអាមួយនេះមិនមែនជាមនុស្សដែលខ្ញុំជួបមកទេណាសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានខំធ្វើដំណើរមកពីចម្ងាយខ្ញុំគឺឆៃនឈួនឆៅជាម្ចាស់និកាយសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅក្នុងនិកាយយើងបន្ទាប់មកសូមអញ្ជើញលោកគ្រូយីបេមកប្រកាសពីដំណើរការនៃការប្រឡងវគ្គទី1វគ្គទី1គឺចិន្តាឋានស៊ូក្នុងសូបិនអ្នកណាដែលឡើងដល់កំពូលបានគឺចាត់ទុកថាជាប់ហើយចិន្តានេះម្នាក់ឃើញរូបភាពផ្សេងគ្នារាល់10ជំហាននឹងមានការបំភាន់ភ្នែកមួយមិនគិតពីកម្រិតធម្មពលទេគឺគិតតែពីចិត្តគំនិតនិងការតស៊ូតែប៉ុណ្ណោះទោះបីជាធ្លាក់វគ្គ2ក៏នៅតែអាចក្លាយជាសិស្សបម្រើការក្នុងនិកាយខេញ៉ានរបស់យើងបានដែរវគ្គទី1ចាប់ផ្ដើមឥឡូវនេះកុំមកចិត្តអីខ្ញុំខុសហើយតើវាទៅជាបែបនេះបានមិនទៅកុំសម្លាប់ខ្ញុំអីតាមពិតទៅខ្ញុំគឺជាអ្នកដែលលោកចាត់ឲ្យមកធ្វើជាចារកម្មទេខ្ញុំចោះចាញ់ហើយខ្ញុំខុសហើយខ្ញុំមិនគួរណាទម្លាយរឿងដែលលោកដាញ៉ែស្រីគ្រប់កន្លែងនោះទេកុំអីសូមលើកលែងទោសឲ្យខ្ញុំផងខ្ញុំគ្រាន់តែចាញ់បោកគេទេទើបតែដើរបានមួយជំហានសោះក៏ត្រូវគេបញ្ជូនមកទីនេះបាត់អញមិនទាន់បានដើរចេញទៅណាផងខាងមុខសុទ្ធតែជាសត្វចម្លែកស៊ីមនុស្សអាចដើរស្អីគេហ្នឹងទេពកោសលអញខ្ពស់ដល់ថ្នាក់នេះបែរជាដើរបានតែមួយជំហានសោះមិនគួរឲ្យជឿសោះភ្នែកឆ្កែមិនស្គាល់ត្បូងមែនអាសំណាក់ហ្នឹងមិនចូលក៏បានដែរតើអ្នកណាហ៊ានប្រមាថរបស់អញហាក់ដូចជាមកពីអញ្ចឹងគុំលោកគ្រូគឺអញមែនទេដែលថាពួកយើងភ្នែកឆ្កែមិនស្គាល់ត្បូងអញមើលទៅអញនឹងហើយជាជ្រូកទៅងាប់ទៅអញប្រាប់ម្ដងទៀតណាវគ្គទី1គេទេតែចិត្តនឹងការតស៊ូទេបើឆ្លងមិនផុតទោះពូកែខ្លាំងប៉ុណ្ណាក៏អញមិនត្រូវការដែរ
ចង់ត្អូញត្អែអាចធ្វើបានតែបើហ៊ានមាត់ក៏ប្រមាថនិកាយអញគឺមានវាសនាដូចអាម្នាក់នេះឯងការប្រឡងនេះសម្រាប់អ្នកស្រុកយើងគឺងាយពេកហើយ100ជំហានគាត់ដើរបានដល់ទៅ100ជំហានហើយមិនឈប់សំបីតែបន្តិចលោកគ្រូដល់វេនខ្ញុំហើយតើខ្ញុំគួរតែបង្ហាញសមត្ថភាពពិតប្រាកដរបស់ខ្ញុំឥឡូវនេះដែរទេពាក្យសម្ដីមិនអាចលាក់បាំងបានទេសួរចិត្តខ្លួនឯងទៅចិត្តខ្លួនឯងត្រូវហើយគោលបំណងរបស់ខ្ញុំថ្ងៃនេះគឺចង់ប្រើពួកគេជាជណ្ដើរដើម្បីឡើងទៅដូច្នេះខ្ញុំត្រូវតែបង្ហាញសមត្ថភាពឲ្យខ្លាំងខ្ញុំនឹងដើរទៅមុខដោយមិនខ្លាចអ្វីទាំងអស់ល្អណាស់ចិត្តដែលមិនចេះចាញ់បានចាប់ផ្ដើមដុសពន្លកហើយបំបែកវាទៅមើលនេះនោះទៅគាត់កំពុងរត់លើជណ្ដើរមេឃមិនគួរឲ្យជឿសោះអាល្អិតម្នាក់នេះមានកម្លាំងចិត្តខ្លាំងណាស់តែរឿងដណ្ដើមលេខ1នេះពួកយើងនៅទីនេះលេងតាំងពីប្រមាណ10000ឆ្នាំមុនម្លេះមិនអាក្រក់ទេអាចឡើងមកបានក្នុងរយៈពេលខ្លីបែបនេះទាំងចិត្តគំនិតនិងការតស៊ូគឺល្អបំផុតខ្ញុំឈ្មោះយេប៉ៃជំរាបសួរលោកចាងខ្ញុំឈ្មោះនីងយ៉ានរងចាំបន្តិចសិនមួយសន្ទុះទៀតនឹងចាប់ផ្ដើមតេស្តវគ្គទី2ហើយជំហានរបស់គេដើរបាននឹងណូខ្លាំងណាស់គេច្បាស់ជាចិត្តណាដើរយឺតបែបនេះហើយចំនួនមនុស្សគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាអាចចូលនៅទីនេះបានក៏រាប់ថាជាសិស្សនៃនិកាយឈីងយុនរបស់ខ្ញុំដែរបន្តទៅទៀតគឺទេពកសលវគ្គទី2អ្នកណាដែលមិនឆ្លងកាត់នឹងក្លាយជាសិស្សបម្រើអ្នកដែលឆ្លងកាត់បានសិស្សក្រៅវិន័យត្រូវកំណត់ចំណាត់ថ្នាក់រៀងរាល់2ខែម្ដងអ្នកដែលជាប់លេខរៀងទី1ដល់ទី10នឹងអាចឡើងទៅកាន់និកាយឈីងយុនបានយើងមើលតែសមត្ថភាពទេបើឯងខ្លាំងឯងឡើងមកតាមខ្ញុំចូលនិកាយទៅធម្មពលវិញ្ញាណប្រែជាអប់ការការពារនេះគឺគ្រប់គ្រាន់ដើម្បីកំទេចដែនដីស័ក្តិសិទ្ធិបានហើយកម្រិតនៃធម្មពលវិញ្ញាណនេះគឺលើសពីតំបន់កណ្ដាលរាប់ដងឯណោះឬមួយខ្ញុំដើរវង្វេងចូលទៅក្នុងនិកាយសង្កាត់ណាមួយទៅអ៊ីននេះជាកន្លែងណាតែឆ្លងកាត់ជីវិតមកយូរហើយមិនដែលឃើញឈុតឆាកបែបនេះសោះនេះគឺជាកណ្ដឹងទេពកសលរបស់និកាយឈីងយុនយើងប្រើកម្លាំងទាំងអស់របស់ពួកអ្នកវិវាទៅបើសំលេងកណ្ដឹង3ដងគឺជាប់ហើយនឹងបានឡើងជាសិស្សក្រៅនិកាយវាឲ្យ3ដងមិនពិបាកទេធ្វើចិត្តឲ្យស្រាលទៅនេះវាធម្មពលខ្លាយចឹងនេះវាធម្មពលថ្មីច្បាស់ណាស់យកធម្មពលថ្មីមកតេស្តសិស្សថ្មីបែបនេះវាខ្ជិះខ្ជីពេកហើយនេះប្រកាសជានិកាយសេនពីឋានលើហើយលោកគ្រូអ្នកទើបតែនិយាយថាឋានស៊ូក៏និយាយបែបនេះដែរងាយស្រួលអីចឹងលោកមិននិយាយពីសិលធម៌សោះគុំនិយាយច្រើនផ្ដាំតេស្តទៅកណ្ដឹងគឺតែ2ដងទេមិនជាប់ទេទៅរីកានៅកន្លែងសិស្សបម្រើទៅអ្នកបន្ទាប់គឺ3ដងហើយអូយខ្ញុំជាប់ហើយកណ្ដឹងរត់3ដងការប្រឡងជាប់ហើយទៅឈរខាងស្ដាំទៅរត់ទៀតមកបាន2ដងកន្លះខ្វះកន្លះដងទៀតការប្រឡងធ្លាក់ហើយខ្វះតែបន្តិចសោះឱកាសធ្វើជាសិស្សក្រៅរបស់ខ្ញុំឲ្យទីបំផុតរងចាំដល់ខ្ញុំហើយលោកគ្រូអ្នកតែងតែពោលថារាងកាយព្រះអាទិត្យរបស់ខ្ញុំមានទេពកោសល្យខ្ពស់បំផុតថ្ងៃនេះខ្ញុំនឹងបង្ហាញឲ្យឃើញពីតម្លៃរបស់ខ្ញុំឲ្យតែទទួលបានការយកចិត្តទុកដាក់ពីរឿងដែលត្រូវបង្កើតរាងកាយឲ្យលោកគ្រូឡើងវិញគឺប្រកាសជាបានសម្រេចហើយវូដាវ8សម្លេងស៊ូខ្លាំងជាងយើង4ដងឯណោះនេះនៅជាមនុស្សទៀតឬល្អណាស់ព្រឹទ្ធាចារ្យរូបនេះពិតជាមិនមើលខុសលើអញមែនអ្នកដែលវាបាន8សម្លេងគឺជាកូននៃផែនដីថ្ងៃក្រោយប្រកាសជាខ្លាយជាផែនដីមិនខានព្រឹទ្ធាចារ្យចុះកូននៃផែនដីដែលវាបាន8សម្លេងនេះអាចខ្លាយជាសិស្សកម្រិតណាទៅតើអាចចូលជាសិស្សក្នុងឬសិស្សផ្ទាល់បានទេ8សម្លេងនៅតែជាសិស្សក្រៅដដែលបានហើយអីចឹងខ្ញុំនឹងប្រើសមត្ថភាពខ្លួនឯងឡើងទៅម្ដងមួយជំហាននៅលើឆ្នាំងយៈនេះមានបង្កប់នៅដ៏ក្រាស់ក្រែម្លេះតាមឡើយចង់បង្ក្រាបវាអ្នកគ្រាន់តែធ្វើតាមគេទៅចុះប៉ុន្តែនិកាយដែលមានមូលដ្ឋានគ្រឹះបែបនេះធ្វើជាសិស្សច្បងក្រៅនិកាយដែលគ្មានអ្វីពិសេសនោះមិនធ្វើក៏បានដែរបើធ្វើត្រូវធ្វើជាអ្នកខ្លាំងបំផុតដែលមានទេពកោសល្យលេចធ្លោជាងគេពិតមែនហើយអ្នកនេះច្បាស់ជាធ្វើឲ្យយឺតដោយចិត្តនានៅវគ្គទី1នេះការសាកល្បងបន្តទៀតតឹងសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានបញ្ចប់បេសកកម្មបើភ្នំទទួលសិស្សរង្វាន់ត្រូវបានផ្ដល់ជូនហើយអ្នកទទួលបានវិជ្ជាទេពកោសល្យ Kenyan ផ្ដាច់មុខរបស់និកាយ Kenyan ជំនាញមូលដ្ឋានទាំង5គឺបាតដៃ Kenyan Founder និងរង្វង់ការពារនិកាយផ្ដាច់មុខគឺរង្វង់ Kenyan Purgatory ម្នាក់មានជីតាដែលមានធម៌ពលពិសេសជាប់ខ្លួនម្នាក់ទៀតសង្ស័យថាជាអធិរាជចាប់ជាតិមកមិននឹកស្មានថាទីក្រុងលេងសងតូចមួយនេះក្រៅពីសិស្សរបស់ខ្ញុំក៏អាចរកបានកូនប្រុសដែលមានសំណាងបែបនេះដែរគួរឲ្យចាប់អារម្មណ៍ណាស់ពួកឯងទាំង3នាក់មិននៅវឹកហាត់ក្នុងរូងភ្នំអត់យល់អត់ទេមករកគ្រូមានរឿងអីមែនទេលោកគ្រូពួកយើងទាំង3នាក់បានពិភាក្សាគ្នាហើយការនៅតែក្នុងនិកាយវឹកហាត់បែបនេះគឺដូចជាផ្កានៅក្នុងផ្ទះកញ្ចក់អញ្ចឹងលោកគ្រូពួកយើងសម្រេចចិត្តចុះពីលើភ្នំជាមួយគ្នាដើម្បីទៅវឹកហាត់នៅខាងក្រៅវិញចេញទៅវឹកហាត់មែនទេដល់ពេលដែលត្រូវចាប់ផ្ដើមហើយលេនបេនិង Kenyan
មានតែធម្មពលពីក្របមាសប៉ុណ្ណោះក្នុងនិកាយយើងមានទាំងកន្លែងសម្ងាត់និងប៉មសាឡបងផងតែចាំបាច់ត្រូវចេញទៅក្រៅធ្វើអីទៀតលោកគ្រូពួកយើងទាំង3នាក់បានពិភាក្សាគ្នាហើយការដែលនៅតែក្នុងនិកាយវឹកហាត់បែបនេះគឺមិនខុសអ្វីពីផ្កាក្នុងផ្ទះកញ្ចក់ឡើយពួកយើងសម្រេចចិត្តថានឹងចុះពីភ្នំជាមួយគ្នាដើម្បីទៅសាកល្បងសមត្ថភាពនៅខាងក្រៅតឹងរកឃើញថាជាមួយខែទៀតដែនសម្ងាត់សេងសួនសេងសៀននឹងបើកដំណើរការអ្នកអាចបញ្ជូនសិស្សទៅទីនោះបានតឹងរកឃើញថាជាមួយខែទៀតដែនសម្ងាត់សេងសួនសេងសៀននឹងបើកដំណើរការអ្នកអាចបញ្ជូនសិស្សទៅទីនោះបានដែនសម្ងាត់សេងសៀនហ៎មើលទៅដូចជាមានបិសាចឲ្យយើងកំចាត់ទៀតហើយលោកគ្រូគុណបាសីដែលរស់នៅក្រោមការការពារគឺមិនអាចហោះបានខ្ពស់ឡើយពួកយើងនឹងនាំកេរ្តិ៍ឈ្មោះរបស់ឈីងយុនឲ្យល្បីរន្ទឺពេញពិភពលោកបានទៅហាត់ពុតលុតដំខ្លួនបន្តិចបន្តួចក៏ល្អដែរគ្រូទើបតែបានដឹងពីអាតកំបាំងនៃស្ថានសុខាពីពេលថ្មីនេះមួយខែជាងទៀតដែលដេសិនជើនឹងមានបើកអាតកំបាំងសឹងសួនពួកឯងចូលនាំគ្នាទៅទីនោះទៅខ្ញុំប្រកាសជាត្រឡប់មកវិញមិនខានអាមនុស្សក្បត់ទៅស្លាប់ទៅច្បាប់និកាយនឹងផ្លាកសញ្ញាបានចេញរួចហើយឥឡូវនេះខ្ញុំនឹងបង្រៀនពួកឯងនៅក្បាច់គុណនិងវិជាមូលដ្ឋានរបស់និកាយឈីងយុនយើងបើកចិត្តឲ្យទូលីមករួចរាល់ហើយនេះគឺជាក្បាច់គុណមូលដ្ឋានវាខ្លាំងជាងអ្វីដែលខ្ញុំធ្លាប់ហាត់រាប់ម៉ឺនដងទៅទៀតអស្ចារ្យមែនគ្រូធំធ្លាប់និយាយថាការធ្វើតេស្តមិនពិបាកទេនេះគេហៅថាជាក្បាច់មូលដ្ឋានគ្រាន់តែឈ្មោះក្បាច់នេះក៏ដឹងថាខ្លាំងដែរនេះមិនមែនជាក្បាច់ទេបើធៀបនឹងក្បាច់របស់ខ្ញុំពីជាតិមុនគឺដូចជាដែលច្រេះចាស់អញ្ចឹងបើមានក្បាច់នេះការដណ្ដើមយកគឺជារឿងដែលនឹងកើតឡើងក្នុងពេលឆាប់នេះក្បាច់គុណបែបនេះពេញមួយជីវិតដែលខ្ញុំដើរលេងកាត់លោកនេះមិនដែលធ្លាប់ឃើញពីមុនមកទេខ្ញុំក៏ចង់ចូលរួមជាមួយនិកាយដែរសូមមេត្តាទទួលខ្ញុំផងលោកគ្រូជាន់ខ្ពស់ក្បាច់គុណនេះវាស្ថិតនៅកម្រិតណាទៅលោកមិនសំបីតែព្រិចភ្នែកផងហេតុអ្វីបានជាវាគួរឲ្យខ្លាចចម្លេះនេះគឺជាក្បាច់ផ្ដាច់មុខរបស់និកាយយើងបើបានហាត់ក្បាច់របស់យើងនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញរាប់ម៉ឺនឆ្នាំពួកអាពើទាំងនេះនាំគ្នាប្រកួតប្រជែងខ្លាំងពេកហើយមិនបានដេក10ថ្ងៃជាប់គ្នាហើយមិនខ្លាចមកទេអីហាត់ស្អីគេនឹងទៅស្ទូចត្រីលេងបាក់សីវិញសំនឹងខ្ញុំជាង4ថ្ងៃហើយត្រីជ្រូកនេះនាំយើងចូលក្នុងប៉មហើយបងប្អូនឲ្យខ្ញុំកំពុងតែទំនេរខ្ញុំទៅមើលផ្លូវមុនហើយខាងក្នុងនឹងវាមានអីទៅពួកឯងចូលទៅដឹងហើយគឺថាជក់ចិត្តខ្លាំងណាស់អូហូឆ្លងផុត20ជាន់នេះគឺថាពិបាកដូចនរកអញ្ចឹងសិស្សប្អូនឲ្យខំប្រឹងឡើងណាសេហ្វីអូមួយនឹងឥឡូវគឺលេខ1ហើយផ្លូវឆ្ងាយដាច់ស្រយាលដូចជាសបិនមួយអញ្ចឹងត្រូវបាត់បង់ទាំងជីវិតនិងបេះដូងលោកគ្រូហើយលោកក៏ចូលទៅដែរឬនោះគឺដោយសារតែភាពយុត្តិធម៌នៃគ្រោះមហន្តរាយវាគ្រាន់តែជាការបំភាន់ភ្នែកទេបំបែកវាទៅតើមានអ្នកណាអាចគេចផុតពីវាសនានេះបានទៅគ្មានមេត្តាលបឿនលឿនមែនអ្នកទាំងពីរទើបតែចូលទៅមែនទេកណ្ដឹង9បន្លឺឡើង8ដងនេះជាកូននៃផែនដីពិតមែនមិនដឹងថាម្ចាស់និកាយរកឃើញមនុស្សពូកែខុសធម្មតាបែបនេះមកពីណាទេឬមួយក៏ទិញមួយថែមមួយ2ខែទៀតអ្នកទាំងពីរនេះនឹងបានចូលទៅក្នុងនិកាយខាងក្នុងមិនខានមើលទៅសាលាអនុវត្តច្បាប់របស់ខ្ញុំក៏ដល់ពេលត្រូវជ្រើសរើសកូនសិស្សពូកែខ្លះហើយវគ្គនេះគឺជារូបភាពដែលកើតចេញពីការចងចាំដ៏ជ្រាលជ្រៅលីងយ៉ាវនាងជាស្រីដែលពូកែបោកប្រាស់ថ្ងៃនេះអញនឹងសម្លាប់នាងម្ដងទៀតអញនឹងសម្លាប់នាងត្រឹមសមត្ថភាពរបស់ឯងចង់សម្លាប់ខ្ញុំឬឯងមានសិទ្ធិអី
ចូលមកទៀតមកត្រឹមនេះហើយឬមិនមែនចង់សម្លាប់ខ្ញុំខ្លាំងណាស់ឬត្រឹមតែប៉ុណ្ណឹងកុំសង្ឃឹមថានឹងធ្វើបានក្នុងជាតិនេះចូលមកទៀតមកត្រឹមតែជារូបភាពបំផន់ភ្នែកចង់ឃុំខ្លួនអញឬចាំមើលអញកំទេចវាចោលលីងយ៉ាវចាំមើលសិនទៅថ្ងៃណាមួយអញនឹងកំទេចនាងដូចជាកំទេចរូបភាពបំផន់ភ្នែកនេះដែរខ្ញុំនេះហើយជាម្ចាស់នៃបាត់ដៃរន្ទះបងយ៉ានអូនមិនចង់ឃ្លាតឆ្ងាយពីបងទេបងមកនេះមកអូនមានរឿងចង់និយាយជាមួយបងស៊ូអេអូនមកធ្វើអីនៅទីនេះមិនមែនអូនទៅនេះជាផនភ្នែកបងត្រូវបំបីវាចោលតតែបំបីវាបានទើបអាចឆ្លងផុតទៅបានបងដឹងហើយលោកគ្រូតែបងដាច់ចិត្តមិនចុះទេស៊ូអេអូនដឹងទេបងនឹកអូនខ្លាំងណាស់នឹកគ្រប់ពេលគិតថាចាំដល់ថ្ងៃដែលបងខ្លាចជាអ្នកខ្លាំងដែលសំបីតែត្រកូលសៀបក៏មិនអាចមើលងាយបានពេលនោះបងនឹងរៀបការជាមួយអូនឥឡូវបងមានលោកគ្រូដ៏ខ្លាំងម្នាក់ហើយក៏បានចូលក្នុងនិកាយដ៏អស្ចារ្យទៀតស៊ូអេអូនកុំបារម្ភអីបងមិនទុកឲ្យអូនរងចាំយូរទេអូនដឹងហើយបងយ៉ានអូនក៏នឹកបងខ្លាំងណាស់ដែរបងយ៉ានបងឈប់និយាយទៅអូនមិនមែនជានាងទេទោះបីជាអញធ្វើត្រាប់តាមបានដោយប៉ុណ្ណាក៏ដោយក៏ស៊ូអែក្នុងចិត្តបងគឺមានតែម្នាក់គត់បងមិនអនុញ្ញាតឲ្យអ្នកណាមកធ្វើត្រាប់តាមនាងឡើយទោះបីជាវាជាផនភ្នែកក៏ដោយក៏មិនបានដែរលឿនឡើងបងប្រុសទី2ឲ្យភ្លើងបើកហើយគួរឲ្យខ្លាចណាស់មិនដឹងថាជាបងប្រុសឈិនឬបងប្រុសនាងដែលឆ្លងកាត់បាននោះទេឆ្លងកាត់បាន21ជាន់ហើយនៅទៅស៊ូឡើងដល់20ជាន់ទៀតទើបឈប់បងប្រុសទាំងពីររវល់ខ្លាំងណាស់40ជាន់គឺជាដែនកំណត់របស់ខ្ញុំហើយឈិនហ៊ានអាចឆ្លងកាត់ដល់41ជាន់បានមិនបានទេខ្ញុំត្រូវតែប្រឹងហ្វឹកហាត់ឲ្យខ្លាំងជាងនេះបងប្រុសមានទេពកោសល្យខ្ពស់ហើយនៅខំប្រឹងទៀតចុះពួកយើងមានលេសអ្វីទៅខ្ជិលច្រអូសទៅគោលដៅគឺបន្ទប់ហ្វឹកហាត់សម្រាប់1ខែពេញដេកអីដេកធ្វើអីពួកយើងត្រូវតែប្រឹងប្រែងឲ្យខ្លាំងដើម្បីធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចាប់ពីថ្ងៃនេះទៅតារាងចំណាត់ថ្នាក់សិស្សក្រៅនិងសិស្សបម្រើនៃនិកាយឈីនយុនត្រូវបានបើកជាផ្លូវការហើយហើយបងប្រុសតាលោកកំពុងធ្វើអ្វីកុំភ័យអីសិស្សប្អូនខ្ញុំគឺឈិនហ៊ានមកពីនិកាយចាធានឃើញសិស្សប្អូនមានរាងកាយពិសេសមិនធម្មតាទេតើអ្នកចាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុម Jason របស់ខ្ញុំទេក្រុម Jason ហ៎ត្រូវហើយជាក្រុមធំជាងគេនៅក្រៅនិកាយសិស្សច្បង Kenyan របស់ខ្ញុំជាប់ចំណាត់ថ្នាក់លេខ B ឯណោះក្នុងតារាងចំណាត់ថ្នាក់ទាំងមូលយើងកាន់កាប់ដល់ទៅ30 ឯណោះបើចូលឥឡូវនេះ2ខែទៀតពេលសិស្សច្បងចូលទៅក្នុងនិកាយខាងក្នុងអ្នកនឹងមានក្នុងបង្អែកនៅទីនោះហើយចុះហេតុអ្វីមិនធ្វើខ្ញុំចូលសិស្សច្បងជួយនាំផ្លូវខ្ញុំផងល្អណាស់តោះទៅមើលពិភពលោកខាងក្រៅជាមួយខ្ញុំចុះខាងការសម្ដែងវិញយ៉ាងម៉េចដែរសិស្សច្បងឈិនហ៊ានគាត់យល់ព្រមចូលរួមជាមួយយើងហើយឬនៅអត់ទេសិស្សច្បងឈិនហ៊ានគាត់ថាគាត់មិនចាប់អារម្មណ៍នឹងរឿងកំប៉ៃកំប៉ុករបស់ពួកយើងទេចុះសិស្សច្បងយ៉ានវិញក៏អត់ដែរសិស្សច្បងយ៉ានគាត់ដេញខ្ញុំចេញភ្លាមថាឲ្យខ្ញុំកុំទៅរំខានគាត់ហាត់ប្រាណមើលទៅចង់រីកចម្រើនគឺពឹងបានតែខ្លួនឯងទេក្រុមឡុងអាប់ធាននឹងថ្មីនេះខ្លាំងណាស់ចង់ដេញតាមចំណាត់ថ្នាក់ពួកយើងតនហើយសិស្សច្បងយ៉ានមិនបាច់បារម្ភទេមានខ្ញុំនៅទីនេះក្រុមឡុងមែនកុំសង្ឃឹមថានឹងវ៉ាដាច់ឲ្យសោះខ្ញុំនឹងទៅហាត់សម្មិលើនេះហើយមួយថ្ងៃខ្ញុំនឹងដកដាវ100ដងល្អបើទេពក៏សក់មិនល្អក៏ត្រូវតែស៊ូឲ្យខ្លាំងជាងមុនគ្រប់គ្នាទៅហាត់រៀងខ្លួនទៅត្រៀមខ្លួនទទួលការប្រកួតប្រជែងសិស្សច្បងឈីងយួនមិនស្រួលហើយក្រុមឡុងមែនរបស់ឡុងអាប់ធានផ្ញើលិខិតប្រកួតមកគេចង់ប្រកួតជាមួយបងណាទើបតែនិយាយថាត្រូវរក្សាចំណាត់ថ្នាក់លេខ3ឲ្យបានស្រាប់តែមានគេមកលួចវាប្រហារហើយតោះទៅជួបគេបន្តិចមើលថ្ងៃនេះថ្ងៃអីហ្នឹងឬមួយក៏បងប្រុស Ken Han និងបងប្រុស Ning Yan នឹងបើកការប្រយុទ្ធគ្នាម្ដងទៀតហើយគិតអីហ្នឹងគឺឡុងអោសិនលេខរៀងទី4កំពុងតែប្រកួតប្រជែងជាមួយ Ken Yan លេខរៀងទី3តើអូអញ្ចឹងក៏បានដែរនេះគឺជាការប្រកួតដ៏ក្រៅបំផុតបន្ទាប់ពីបងប្រុសទាំងពីរនាក់នោះទៅ Ken Yan ឲ្យទើបតែប៉ុន្មានថ្ងៃសោះខ្ញុំមកទៀតហើយលើកមុនអ្នកសំណាងល្អទេតែលើកនេះខ្ញុំមិនព្រមទេតាមចិត្តអ្នកចុះទទួលយកទៅមកបានល្អណាស់អ្នកចាញ់ហើយចាញ់បកគេហើយបងប្រុស Ken Yan ពិតជាខ្លាំងមែនបងប្រុស Ken Yan គឺលេខ1ក្រោកឡើងបងប្រុសមិនអីទេមែនទេខ្ញុំមិនអីទេបងឈីងយ៉ានលោកពួកយើងសុទ្ធតែជាសិស្សរួមគ្រូគ្រាន់តែដោះដូរវិជ្ជាគ្នាបន្តិចបន្តួចប៉ុណ្ណោះកុំប្រកាន់អីទ្រាំទៅយើងទ្រាំបានមិនយូរទៀតទេយ៉ាងច្រើនត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះពួកបិសាចទាំងនេះនឹងវាបំបីទីក្រុងយើងហើយពួកបិសាចងាប់អត់ចេះស្លាប់ទាំងនេះមិនបានទេយើងដកថយមិនបានឡើយបើពួកយើងដកថយផ្ទះសម្បែងយើងនឹងត្រូវបំផ្លាញអស់ហើយតែពួកវាសម្លាប់មិនចេះអស់សោះនឹងទូទ្រាំមិនបានក៏ត្រូវតែទ្រាំខ្ញុំបានចាត់មនុស្សឲ្យទៅប្រាប់ពួកនិកាយធំនិងកងកម្លាំងនៅតាមតំបន់ជិតខាងអស់ហើយមិនយូរទេនឹងមានអ្នកខ្លាំងមកជួយឥឡូវនេះគ្រប់គ្នាត្រូវតែទ្រាំឲ្យបានទោះបីជាត្រូវស្លាប់ក៏ពួកបិសាចទាំងនេះចង់ចូលទីក្រុងបានលុះត្រាតែវាដើរជន់លើសាកសពួកយើងទៅសិនចេញទៅអញមិនទាន់ស្លាប់ទេប្រញាប់ទៅការពារកំពែងក្រុងពួកបិសាចវាសម្រុកឡើងមកហើយ
លោកតាជាអ្នកជំនាញកម្រិតកំពូលនៃអាណាចក្រផែនដីចំណែកពួកចាស់ទុំក៏សុទ្ធតែជាអ្នកជំនាញកម្រិតបំបីលំនិងកម្រិតចូលបរិសុទ្ធសិស្សក្រៅនិកាយមាន500នាក់អ្នកបម្រើមាន1400នាក់ហើយជីវិតរស់នៅបែបខ្ជិលច្រអូសប៉ុន្មានថ្ងៃនេះកម្រិតធម៌ពលទើបតែឡើងបានបន្តិចសោះក្នុងនាមជាអ្នកមានកាយសម្បទាទេពដ៏ខ្លាំងបំផុតក្នុងលោកបែបនេះពិតជាខ្មាស់គេមែនអាហោះប្រព័ន្ធមានបញ្ហាទៀតហើយមែនទេឈួតប្រព័ន្ធឯងស្ងាត់មកទៅជីវិតមានសេចក្តីសុខបីយ៉ាងគឺការស៊ីផឹកនិងលេងសប្បាយឯងជាប្រព័ន្ធអណ្ដឹងអីសូមប្រកាសបេសកកម្មថ្មីគឺការជ្រើសរើសសិស្សពូកែឈ្មោះលីយ៉ាងជឺអាម៉ាប់ឲ្យពិតមែនហ្នឹងគុំស្រីម្ចាស់ដែនដីអសសាសសោះឯងឲ្យខ្ញុំទៅដណ្ដើមយកដល់ក្នុងដែនដីគេនឹងឬមិនត្រឹមត្រូវទេតែបើនិយាយទៅក៏មិនមែនថាធ្វើមិនបានដែរប្រហែលជាល្អព្រោះនិកាយឈីងយុនរបស់ខ្ញុំកំពុងតែខ្វះអ្នកផលិតអស់ផងដែរបើអាចដណ្ដើមយកទាំងដែនដីនោះមកបានគឺចប់ហើយខ្ញុំទទួលបេសកកម្មនេះហើយលោកម្ចាស់និកាយមានរឿងធំហើយពងសត្វចម្លែកកំពុងតែមកដល់ហើយថាអ្វីណា